សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងមុខម្ហូបរបស់ខ្ញុំថ្ងៃនេះគឺខ្យងឆាអំបិលម្ទេសរសជាតិនឹងគឺថាឆ្ងាញ់ពិសេសតែម្ដងចំណែកឯវិធីធ្វើវិញគឺកាន់តែងាយស្រួលធ្វើទៀតបងប្អូនអញ្ចឹងតោះទៅធ្វើញ៉ាំជាមួយខ្ញុំទាំងអស់គ្នាដំបូងគេនឹងគឺខ្ញុំត្រូវមានខ្យងហើយខ្យងនេះដែរគឺខ្ញុំបានលាងទឹកវាស្អាតហើយនឹងមានគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចប៊ឺខ្ទឹមនិងម្ទេសបុកចំពោះវិធីធ្វើគឺខ្ញុំយកគ្រឿងរបស់យើងហ្នឹងមកក្រាលនៅបាតឆ្នាំងសិនបន្ទាប់មកខ្ញុំចាក់ខ្យងចូលរួចបន្ថែមជាមួយនឹងស្ករ1ស្លាបព្រាបាយហើយនិងអំបិល1ស្លាបព្រាបាយក្រោយមកខ្ញុំដាក់វាចំហុយរហូតតតែខ្យងរបស់យើងហ្នឹងបានឆ្អិនសិនហើយការចំហុយនេះដែរគឺខ្ញុំអត់ប្រើទឹកទេបងប្អូននៅពេលដែលខ្យងរបស់យើងចាប់ផ្ដើមឆ្អិនហ្នឹងគឺវាចេញទឹកមកតែម្ដងបន្ទាប់ពីខ្យងល្បើកសន្ទះអញ្ចេះគឺឆ្អិនហើយបងប្អូនខ្ញុំរើសវាចេញឲ្យស្អាតអញ្ចឹងទៅដើម្បីយកទៅឆានិយាយពីថាសាច់ឡើងពេញហ្មងរួចពេលនឹងដែរខ្ញុំមើលចាប់ផ្ដើមឆាខ្យងវិញម្ដងខ្ទឹមនិងម្ទេសបុកហ្នឹងគឺខ្ញុំឆាវាជាមួយប៊ឺរបស់យើងហ្នឹងឲ្យឡើងឈ្ងុយសិនបានខ្ញុំដាក់ប្រេងខ្យងម្សៅស៊ុបស្ករហើយនិងប៊ីចេងកូរគ្រឿងទេសរបស់យើងហ្នឹងឲ្យវារលាយសព្វចូលគ្នាទើបខ្ញុំបន្ថែមជាមួយនឹងទឹកមួយកូនចានតូចរួចបន្តកូរទឹកឆាយើងហ្នឹងប្រហែលជា4ទៅ5នាទីទៀតទៅដើម្បីឲ្យទឹកឆារបស់យើងហ្នឹងគឺវាកាន់តែចូលជាតិគ្នាឆ្ងាញ់ក្រោយមកខ្ញុំភ្លក់មើលរួចហើយបងប្អូនអាចថែមថយគ្រឿងតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានបន្ទាប់មកខ្ញុំដាក់ខ្យងចូលកូរត្រឡប់វាឲ្យសព្វជាមួយនឹងទឹកឆារបស់យើងហ្នឹងប្រហែលជា5នាទីអីទៅបានខ្ញុំបន្ថែមជាមួយនឹងគល់ស្លឹកគ្រៃហើយនិងស្លឹកក្រូចចូលកូរច្បល់វាថែមមកត្រឡប់ទៀតគឺថារួចហើយបងប្អូនពេលនេះខ្យងឆាអំបិលម្ទេសរបស់យើងហ្នឹងគឺថាឡើងឈ្ងុយគួរឲ្យចង់ញ៉ាំតែម្ដងរួចទឹកឆាហ្នឹងវាចូលជាតិគ្នាជាមួយនឹងសាច់ខ្យងហ្នឹងគឺកាន់តែឆ្ងាញ់ទៀតហើយខ្យងនៅពេលដែលយើងយកវាមកធ្វើញ៉ាំអញ្ចេះនិយាយពីថាឆ្ងាញ់ណាស់បើអាចញ៉ាំទាំងសម្បកបានគឺញ៉ាំទាំងអស់ហ្មងនិយាយមែនបងអាចសាកយកមកធ្វើញ៉ាំអញ្ចឹងបានគឺដឹងតែត្រូវចិត្តហើយចុងក្រោយក៏អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចូលមើលវីដេអូនេះ